អនុញ្ញាតជម្រាបសួរបងប្អូនដែលតែងតាមដានទស្សនាវីដេអូរបស់ខ្ញុំបាទទាក់ទងទៅនឹងការលក់ក្របីជាទីស្នេហាបងប្អូនណាថ្ងៃនេះត្រូវថ្ងៃអាទិត្យបងប្អូនណាថ្ងៃអាទិត្យខ្ញុំបាទសូមថតវីដេអូទាក់ទងទៅនឹងការលក់ក្របីចំនួន2ក្បាលបងប្អូនណាក្របីចំនួន2ក្បាលគឺក្របីមេ1ក្របីឈ្មោល1បងប្អូនឥឡូវនេះខ្ញុំបានសូមពិពណ៌នាទាក់ទងទៅនឹងភិនភាគរបស់ក្របីមួយដើម្បីឲ្យបងប្អូនបានជ្រាបត្រួសទាំងអស់គ្នាបងប្អូនក្របីទី1នេះគឺជាប្រភេទក្របីឈ្មោះស្ទៀវបងប្អូនកម្ពស់កម្ពស់របស់វាប្រហែលជា 1m26 បងប្អូនណា 1m26 រូបរាងស្នែងឆ្អឹងឆ្អែងរបស់គេគឺសមសួនបងប្អូនកម្រិតធាត់របស់វាគឺធាត់លឹបតែម្ដងបងប្អូនកម្រិតធាត់របស់វាគឺធាត់លឹបតែម្ដងនឹងបងប្អូនលឹបតែម្ដងបងប្អូនណាធាត់លឹបតែម្ដងគ្រាន់តែយើងមើលព្រមឡើងមើលវាអត់សូវបានបងប្អូនដោយសារក្បីយើងអត់ទាន់បានស្ទិញបងប្អូនណាបើមើលពេលល្ងាចគឺដឹងតែមើលទៅកាងចឹងហ្នឹងតែមិនអីទេបងប្អូនយើងមើលទៅកម្រិតធាត់វាទៅកម្រិតធាត់របស់វាគឺយើងមើលលងមកចឹងបងប្អូនណាមើលលងមើលអីទៅគឺដឹងតែធាត់ក្បីហើយក្បីឈ្មោះនេះគឺខ្ញុំលក់ជូនបងប្អូនតម្លៃត្រឹមតែ2លានមួយសែនហ្នឹងបងប្អូនណាតម្លៃត្រឹមតែ2លានមួយសែនទេបងប្អូនមានចំណាប់អារម្មណ៍ចង់ទិញយកធ្វើបាជន់មេក៏បានបងប្អូនណាអីវានៅស្ទុះនៅធំទៀតរូបរាងប៉ុណ្ណឹងវាសមល្មមមើលបងប្អូនគាត់ដងខ្លួនរាងខ្លីបន្តិចព្រមតែស្នែងឆ្អឹងឆ្អែងប៉ុណ្ណឹងគឺសិនបើបងប្អូនថារកប្រភេទបាលេខ1បានសម្រាប់នេះគឺអាចជន់បានទេបងប្អូនណាទោះបីជាមិនល្អណាក៏វាអាចមើលទៅគួរសមដែរហើយសម្រាប់ក្បីទី2នេះគឺជាក្បីមេកមុំបងប្អូនណាក្បីមេកមុំកម្ពស់របស់វាប្រហែលជា 1m23 បងប្អូនហើយជា 1m23 កម្រិតធាត់របស់វាក៏ធាត់គួរសមហ្នឹងបងណាគាត់គួរសមដែរក៏លឹបដែរក្បី2ក្បាលនេះគឺខ្ញុំទិញផ្ទះតែមួយទេបងណាគឺខ្ញុំទិញផ្ទះតែមួយទេបងប្អូនមួយក្បីកូនមួយក្បីម៉ែហើយសម្រាប់តម្លៃកូនមេកមុំនេះគឺខ្ញុំលក់ជូនបងប្អូនត្រឹមតែ1លាន550,000ទេបងប្អូនតម្លៃត្រឹមតែ1លាន550,000បងប្អូនចង់ទិញចង់សាកសួរព័ត៌មានគឺបងប្អូនអាចទាក់ទងលេខទូរស័ព្ទរបស់ខ្ញុំបានបងប្អូនណាលេខទូរស័ព្ទរបស់ខ្ញុំបានគឺមាន2ខ្សែ097 81 13487 076 210 3579សម្រាប់ទីតាំងក្បីគឺស្ថិតនៅក្នុងខេត្តស្វាយរៀងស្រុកស្វាយទាបបងប្អូនណាដែលជាស្រុកកំណើតផ្ទាល់របស់ខ្ញុំបានតែម្ដងសម្រាប់វីដេអូថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេបងប្អូនអរគុណច្រើនជម្រាបលាជួបខ្ញុំបាទនៅវីដេអូក្រោយ